Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel មេប៉ា MVN នៅថ្ងៃនេះគឺយើងមកបន្តពីទី67នៃរឿងកុចមតៈធានីបន្តខ្សែរឿងចាប់ផ្ដើមបន្តពីវ៉ាងលិនគេខ្លួនមកដល់ទីកន្លែងនេះគេបានបញ្ចេញដួងភ្លើងវល់ជាច្រើនកាពីសុវត្ថិភាពខ្លួនឯងក៏ដូចជារងរបួសជន់ធ្ងន់ធ្ងរផងដែរអង្គុយតាំងសមាធិនៅលើវេទិកាបាក់បែកអ្នកទាំងអស់គ្នាដែលស្ថិតនៅក្បែរនឹងឃើញថាចំអមណានោះគឺកំពុងតែរងរបួសជន់ធ្ងន់ធ្ងរនេះគឺជាឱកាសរបស់ពួកយើងហើយទៅសម្រាប់អមណានឹងដើម្បីដណ្ដើមយកទ្រព្យសម្បត្តិអមណានេះគេបានសម្រាប់ខ្លួនចូលទៅមុនប៉ុន្តែក៏ត្រូវបានដួងភ្លើងវល់ទាំងអស់ហ្នឹងចាប់ខំស៊ីរួចកែសាសាបអំណាចនឹងតិចអត់ទៅអ្នកផ្សេងទៀតគឺមានចូលទៅទេកបានកិច្ចខ្លួនដូច្នេះស៊ីលីកូវាក៏បានចេញមកសួរទៅកាន់វ៉ាងលៀនលោកម្ចាស់យ៉ាងម៉េចហើយលោកម្ចាស់បាច់បារម្ភទេខ្ញុំនៅទីនេះដើម្បីការពារហើយភ្លាមមនុស្សដែលស្ថិតនៅកុសបន្ត្រូម្នាក់នេះគេបានលុតចូលមកសើកាកាយនិយាយថាតើអ្នកក្លានមានរឿងអ្វីកាត់ឡើងហេតុអ្វីបានជាអ្នកក្លានរងរបួសចន្ទធ្ងន់បែបនេះចំពោះវ៉ាងលៀនគេក៏មានកាហ្វេប៉ាំផងដែរដឹងថាមនុស្សម្នាក់នេះគឺមកពីកុសបន្ត្រូអញ្ចឹងក៏បាននិយាយថាគឺដោយសារតែទីកន្លែងអមតៈបុរាណកាលដួលរលំហើយចំណុចក៏ធ្វើគេពិតជាភ្ញាក់ផ្អើលនិយាយថាអ្នកក្លានណាទីកន្លែងអមតៈបុរាណកាលនៅពេលដែលបានដួលរលំមនុស្សធម្មតាគឺមិនអាចកិច្ចខ្លួនចាក់ចេញពីទីកន្លែងនោះបានទេហើយចឹងក៏បានអង្គគ្រប់ទៅកាន់វ៉ាងលិនខ្ញុំគឺជាសមាជិកម្នាក់ដែលស្ថិតនៅកុសបន្ត្រូក្រុមខ្លាក្រហមហើយតើខ្ញុំក៏សូមសួរឈ្មោះអ្នកក្លាននិងសូមរាប់អានធ្វើជាមិត្តផងបានដែរទេវ៉ាងលិនក៏បានជាប្រាប់ថាខ្ញុំក៏មានឈ្មោះថាសឹងនាវបន្ទាប់ពីលើឈ្មោះថាសឹងនាវចឹងក៏ធ្វើឲ្យម្នាក់ហ្នឹងក៏បានគិតក្នុងចិនស្ថិតនៅអាណាចក្រស៊ូសាគូក៏មានព្រះចាជាន់ខ្ពស់ម្នាក់ដែលមានតកោតដូចនេះផងដែរអញ្ចឹងហើយក៏បានគិតថាបុគ្គលម្នាក់នេះក៏នៅក្មេងទេប៉ុន្តែក៏មានកម្លាំងថាពលវិទ្យាមុតដ៏ចម្លែកហើយនឹងគិតថាមើលទៅអាម្នាក់ហ្នឹងប្រកាសជាកូនសិស្សមនុស្សម្នាក់នោះជាមិនខានម្ល៉េះហើយក៏បាននិយាយថាអ្នកក្លានណាតើអ្នកក្លានគឺអាចចុកដួងព្រលឹងវល់ទាំងអស់ហ្នឹងយុទ្ធទុកហើយបន្តមកពួកយើងនិយាយគ្នាតែពីអ្នកបានដែរទេវ៉ាលិនក៏បានគិតទៅវិញច្រើនដែរក៏បានចុកដួងព្រលឹងវល់ទាំងអស់ហ្នឹងយុទ្ធទៅហើយមនុស្សម្នាក់ហ្នឹងដែលស្ថិតនៅកុសបន្ត្រូក៏បានដើរចូលទៅក៏ដូចជាប្រើប្រាស់អាវុធវិទ្យាមុនបាត់បង់សម្លេងនិងកាពីសុវត្ថិភាពផងដែរដែលបាននិយាយថាអ្នកក្លានខ្ញុំគឺជាមនុស្សល្ងងតែមិនដឹងថាអ្នកក្លានគឺជាសាស្ត្រឡាយដែលស្ថិតនៅអាណាចក្រស៊ូសាគូដូចជាមួយនឹងខ្ញុំដែរហើយចឹងហើយសង្ឃឹមថាអ្នកក្លានជួយខ្ញុំផងនៅពេលនេះបោះផ្លាកវិជាផ្ទុកឲ្យវ៉ាងលិនពិនិត្យមើលវ៉ាងលិនគេក៏បានប្រើប្រាស់កម្លាំងទៅពិនិត្យមើលដល់បានឃើញថានេះគឺជាលំហទីតាំងស្ថិតនៅទឹកដីអមតៈបុរាណកាលនេះឯងវ៉ាងលិនបានឃើញថាក៏មានក្តាមមជុគុជហើយនឹងផ្លែដើម3ដើមហើយរួមជាមួយនឹងសត្វទេវភាពនៅទីនេះជាច្រើនផងដែរនៅពេលដែលគេបានជាប្រាប់បន្តទៀតអ្នកក្លាណាអ្វីគ្រប់ចាន់ទាំងអស់នេះក៏ត្រូវបានបន្សល់ទុកដោយសិស្សច្បងជាន់ខ្ពស់របស់ខ្ញុំបន្ទាប់ពីគាត់បានជន់ក្នុងទឹកដីអមតៈបុរាណកាលហើយក៏បានរកឃើញពីទីកន្លែងនេះដោយចៃដន្យតែចំណាក់ក្តីសារតែសមត្ថភាពកម្លាំងរបស់គាត់គឺនៅស្ទើរគឺមិនអាចធ្វើអ្វីប្រេះផ្ដាស់បានឡើយក៏បានត្រឹមតែរក្សាទុកផ្លូវនិងផែនទីទាំងអស់នេះតែប៉ុណ្ណោះតែចំពោះវ៉ាងលិនគិតថារយៈពេលបានកន្លងហួសទៅជាច្រើនរាប់សិបឆ្នាំទៅហើយអញ្ចឹងខ្ញុំគិតថាទីកន្លែងនោះប្រកាសជាត្រូវបានអ្នកផ្សេងរកឃើញជាមិនខានហើយចំពោះគេម្នាក់នេះនៅតែធានាគឺវាគ្មានប្រៅទេអ្នកផ្សេងគឺមិនត្រូវបានរកឃើញឡើយតែចំណាក់ក្តីខ្ញុំគឺមានធានាទេបើសិនបើខុសពីអ្វីដែលខ្ញុំបាននិយាយនេះគឺមានតែលើកលែងអធិស្ឋានទុកជាមុនចំពោះវ៉ាងលិនគិតក្នុងចិត្តនៅពេលដែលបានជន់ក្នុងទឹកដីអមតៈបុរាណកាលនេះខ្ញុំគឺគ្មានក្រុមអ្វីទេហើយនៅពេលនេះក៏ត្រូវបានមនុស្សម្នាក់នេះអញ្ជើញធ្វើជាក្រុមវាគឺជារឿងមួយដែលគួរឲ្យសង្ស័យនិងចម្លែកហើយមើលទៅប្រកាសជាដោយសារតែដួងភ្លើងវិញ្ញាណវល់ដែលគេបានប្រើប្រាស់ទៅអំបីនេះហើយដែលជាហេតុដែលធ្វើបុគ្គលម្នាក់នេះចាប់អារម្មណ៍ហើយមកអញ្ជើញខ្ញុំចូលរួមក្រុមម្ល៉េះវ៉ាងលិននិយាយថាគឺខ្ញុំខ្លាចថាខ្ញុំហើយនឹងអ្នកក្លានតែពីរនាក់គឺមិនអាចដោះស្រាយរឿងមួយក៏ចូលទៅយកទ្រព្យសម្បត្តិមានតម្លៃនៅទីកន្លែងនោះបានទេតែគេម្នាក់នឹងបានជាប្រាប់ថាអ្នកក្លានបាច់បារម្ភទេក្រៅពីយើងពីរនាក់ទៅខ្ញុំក៏បានសូមអញ្ជើញជើងខ្លាំងម្នាក់ទៀតឲ្យចូលរួមផងដែរពួកយើងទាំងបីក៏បានរួមកម្លាំងគ្នាប្រកបណាស់នឹងទទួលបានជោគជ័យបន្ទាប់ពីទទួលបានទ្រព្យសម្បត្តិទាំងអស់នឹងហើយខ្ញុំគឺសូមធានាថាគឺបែងចែកទ្រព្យសម្បត្តិទាំងអស់នឹងស្មើៗគ្នាតែម្ដងអញ្ចឹងឯងក៏សូមឲ្យវ៉ាងលិនគិតលេងទៅគឺមិនបង្ខំទេម្ចាស់ទៀតក៏បានបោះផ្លាកបញ្ជាមួយនៅក្នុងហ្នឹងគឺមានផែនទីហើយបើសិនបានអ្នកក្លានចង់ចូលរួមរយៈពេល1ខែក្រោយពួកយើងនឹងជួបគ្នានៅទីតាំងកន្លែងនោះហើយខ្លួនគេក៏បានចាក់ចេញទៅវ៉ាងលិនគេក៏បានបញ្ចេញដុំភ្លើងវិញ្ញាណខ្មាច់វល់ជាច្រើនចេញមកដើម្បីការពារខ្លួនគេហើយបានព្យាយាមអង្គុយតាំងសមាធិវិជាបារបស់ខ្លួនឯងហើយរយៈពេល3ថ្ងៃកន្លងផុតទៅវ៉ាងលិនគឺកំពុងតែព្យាយាមគ្រប់គ្រងនៅច្បាញ់នៃកម្លាំងថាពលវិញ្ញាណអមតៈតែចំណាក់ក្តីក៏ត្រូវបានប្រាជ័យក៏ឈាមចេញមកទៀតផងគិតថាខ្លួនគេគឺមិនអាចគ្រប់គ្រងនៅកម្លាំងថាពលវិញ្ញាណអមតៈនេះបានទេគឺត្រូវតែរងចាំឈានទៅដល់កម្រិតទី5ដំណាក់កាលចុងក្រោយទើបអាចគ្រប់គ្រងបានក៏ប៉ុន្តែគឺមិនន័យទេវ៉ាងលិនគេក៏បានគិតទៅជាមួយនឹងទ្រព្យសម្បត្តិពីរយ៉ាងនេះដែលមួយវាគឺជាគុជដែលកាត់ឡើងពីធម្មជាតិពុពេញទៅដល់កម្លាំងថាពលវិញ្ញាណអមតៈដោយកម្លាំងថាពលវិញ្ញាណអមតៈគឺវាខ្លាំងក្លាជាងដុំថាពលវិញ្ញាណអមតៈអំបីនឹងទៀតអញ្ចឹងវ៉ាងលិនគេក៏បានចុចគុជមួយនឹងຕົកទៅហើយក៏បានគិតតាក់ទងជាមួយនឹងផ្លាកបញ្ជាដែកមួយនេះដែលវាមើលទៅគឺមិនជាអាវុធវិទ្យាមុននៅក្នុងការការពារខ្លួនទេអញ្ចឹងក៏បានប្រើប្រាស់កម្លាំងទៅកាន់ផ្លាកបញ្ជាដែកហើយវាក៏បានលេចចេញអក្សរពណ៌មាសជាច្រើនដែលអក្សរទាំងអស់ហ្នឹងវាគឺជាវិជាប៉ុនប្រសពឬមួយក៏វិជាវិទ្យាមុនអ្វីមួយយ៉ាងដែលបានឆ្លាក់និងកត់ត្រាដោយមនុស្សអមតៈកាលពីសម័យមុនវ៉ាងលិនក៏បានប្រមូលយកអក្សរទាំងអស់ហ្នឹងបញ្ចូលក្នុងចិញ្ចើ
ចាំហើយនៅបានធ្លាក់ចូលនៅក្នុងសមុទ្រផ្លូវចិត្តទីកន្លែងមួយទៀតបានឃើញថាគឺមានសមាវិជ្ជាមនុស្សអមតៈដ៏ធំមួយលើកចេញមកសោចកាកឯនិយាយថាខ្ញុំគឺមានឈ្មោះថាថេនប៉ៅសមត្ថភាពរបស់គាត់គឺជាអ្នកជំនាញបង្កើតអាវុធវេទមន្តដែលមានឥទ្ធិពលបំផុតនៅក្នុងលោកនេះហើយម្ចាស់ទីខ្លួនគាត់គឺមិនដែលមានបំណងប្រាថ្នានៅក្នុងចក្រជីវិតរបស់គាត់ពីមុនមកទេប៉ុន្តែគួរស្ដាយគាត់គឺមិនដែលបានរំពឹងទុកពីមុនមកទេគឺស្រាប់តែមានគ្រោះមន្ត្រាយវិនិច្ឆ័យហន់ហោចភ្លាមដោយការកាត់ខំព្យាយាមបង្កើតនៅជាជំនាញមួយប្រភេទប៉ុន្តែគួរស្ដាយគាត់គឺមិនបានប្រើប្រាស់វាផងចំណាក់ក្តីប្រសិនបើមាននរណាគេម្នាក់មានវាសនាអាចទទួលបាននៅផ្លាកវិជីដែកមួយនេះហើយគឺសុំទៅចុកជាជំនាញដែលជារទេសសេះទីវិភាពដែលគាត់បានបង្កើតនឹងទៅដូច្នេះរឿងការវិជារបស់គាត់ក៏ត្រូវបានលេបានវ៉ាងលីនគេក៏មានការងឹតឆ្ងល់ទៅទិនជាមួយនឹងរទេសសេះដែលថេនប៉ៅបាននិយាយមិញនេះផងដែរមិនដឹងថានោះវាគឺជាទ្រព្យវេទមន្តអ្វីទេហើយបើសម្រាប់ប្រៀបធៀបជាមួយនឹងអាវុធវេទមន្តផ្សេងទៀតយើងក៏ដាប់វេទមន្តទាំងអស់នោះប្រកបជាមិនធម្មតាឡើយអញ្ចឹងឯវ៉ាងលីនគេក៏បានបញ្ញាចូលទៅដល់រយៈពេល10ថ្ងៃបានកន្លងហួសទៅទៀតវ៉ាងលីនគេក៏បានមកដល់ទីកន្លែងតំបន់ព្រៃឈើថ្មបបាយទាំងអស់នេះនៅបានគិតទៅជាមួយនឹងភូមិសាស្ត្រទីតាំងដែលបានបន្សល់ទុកពីបដិអមតៈដៅលូរួមទៅនៅក្នុងទឹកដីអមតៈបុរាណកាលនេះវាពិតជាធំធេងណាស់ហើយវាពិបាកនៅក្នុងការតាមស្វែងរកមិនដឹងថាត្រូវចំណាយពេលវេលាច្រើនប៉ុន្មានទេប្រើប្រាស់កម្លាំងវិជាពិនិត្យមើលជុំវិញបរិវេណនេះហើយភ្លាមគឺស្រាប់តែមានកម្លាំងថាពលវ័យម្ចាំងក៏បានបាញ់មកនោះគឺជាការបញ្ជូនគ្នារវាងអ្នកទៅពីរមនុស្សម្នាក់នេះបាននិយាយស្ដីថាអ្នកកឡាណាជួយសង្គ្រោះខ្ញុំផងតែក៏ត្រូវបានមនុស្សម្នាក់នេះប្រស្និតបាត់ដៃមេទៅចាប់អញ្ចឹងឯម្នាក់នឹងគេក៏បានបំបាយខ្លួនឯងទៅជាសត្វប្រជិវជាច្រើនមកហោះចិត្តជាមួយនឹងវ៉ាងលីនអ្នកកឡានកម្មផ្លិតម្នាក់នេះគេមានឈ្មោះថាស៊ីម៉ៃយុនគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី5ដំណាក់កាលដំបងបាននិយាយទៅកាន់វ៉ាងលីនអ្នកកឡានរឿងរ៉ាវទាំងអស់នេះមិនពាក់ព័ន្ធជាមួយនឹងអ្នកកឡានទេអញ្ចឹងគូណាតែនៅស៊ីមឬមួយក៏ចាក់ចេញទៅហើយមនុស្សម្នាក់នេះក៏បាននិយាយតវ៉ាថាអ្នកកឡានអាប៉ែម្នាក់នោះក៏បានវាយកំចាត់ខ្ញុំដើម្បីដណ្ដើមយកគ្រីស្តាល់ក៏បានថាពុវិជនអមតៈចេញពីដៃរបស់ខ្ញុំទៀតអញ្ចឹងអ្នកកឡានគូណាតែជួយសង្គ្រោះខ្ញុំផងតែចំណាក់ក្តីស៊ីម៉ៃយុនក៏បានជាបដិសេធថាឯដេគឺជាអ្នកលួចយកគ្រីស្តាល់ក៏បានថាពុវិជនអមតៈរបស់ខ្ញុំអញ្ចឹងក៏បានសម្រាប់ខ្លួនទៅចវាយកោចំពោះវ៉ាងលីនក៏បានធ្វើអ្វីប្រដាទេក៏បានសម្រាប់ខ្លួនចាក់ចេញទៅម្ល៉េះម្នាក់នេះគេក៏បានបំបាយខ្លួនឯងទៅជាសត្វប្រជិវហើយដេញតាមវ៉ាងលីនក៏ដូចជាសម័យវ៉ាងលីនជួយគេផងវ៉ាងលីនប្រើកម្លាំងទៅគម្រាមរឿងនេះវាគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំទេក៏មកញញែងជាមួយនឹងខ្ញុំទៀតអាម្នាក់ហ្នឹងក៏ពិតជាខឹងប្រសិនបើឯងមិនចង់ជួយខ្ញុំអញ្ចឹងឲ្យខ្ញុំនឹងឲ្យឯងស្លាប់ជាមួយនឹងខ្ញុំដែរដែលបានគប់គ្រីស្តាល់វិញ្ញាណអមតៈឲ្យទៅកាន់វ៉ាងលីនគឺមិនបានយកវាទេក៏បានវាយអាគ្រីស្តាល់វិញ្ញាណអមតៈទៅឲ្យស៊ីម៉ាយុនវិញទៅស៊ីម៉ាយុនគេក៏បានអង្គគ្រប់អរគុណទៅកាន់វ៉ាងលីននិយាយណែនាំខ្លួនឯងខ្ញុំក៏មានឈ្មោះថាស៊ីម៉ាយុនដែលមកពីប៉ាគួយស៊ុយហើយក៏បានសុំស្គាល់ឈ្មោះវ៉ាងលីនផងដែរអ្នកក្លានក៏មានឈ្មោះអ្វីវិញអញ្ចឹងវ៉ាងលីនក៏បានជាប្រាប់ថាខ្ញុំក៏មានឈ្មោះថាសឹងណេវបរងតែដើរចាក់ចេញស៊ីម៉ាយុនក៏បានជាប្រាប់ថាអ្នកក្លាននៅទីតាំងកន្លែងតំបន់ហ្នឹងខ្ញុំក៏បានតាមស្វែងរកគ្រប់ទីកន្លែងអស់ហើយគឺគ្មានទីកន្លែងបន្សល់ទុកនៅកម្លាំងថាពលវិញ្ញាណអមតៈទេអញ្ចឹងអ្នកក្លានគួរតែមិនចាំបាច់ចំណាយពេលវេលាឡើយហើយមិនចាំទៀតអ្នកក្លានគឺអាចបណ្ដាទីកន្លែងនេះប្រកាសជាមានផែនទីតាក់ទងជាមួយនឹងក្បួននៃការបង្កើតតេឡេផនម្ល៉េះពួកជនទី2គួរតែផ្ដោះប្ដូរគ្នាទៅចាត់ទុកឋានដើម្បីទទួលបាននូវផលប្រយោជន៍រៀងខ្លួនវ៉ាងលីនគេក៏បានជើផ្លាប់វិជាបន្ទុកពីទីតាំងកន្លែងនៅក្នុងទឹកដីអមតៈបុរាណចំណែកស៊ីម៉ាយុនក៏ដូចគ្នាផងដែរគឺមានទីតាំងកន្លែងជាច្រើនម្ល៉េះនៅទី2ពួកគេក៏បានកត់ត្រាក៏ដូចជាផ្លាស់ប្ដូរនៅផ្លាស់វិជាទាំងពីរទៅវិញទៅមកតែម្ដងទៅស៊ីម៉ាយុនគឺមិនចង់ឲ្យខាត់ពេលច្រើនទេក៏បានសុំលាវ៉ាងលីនចាក់ចេញទៅហើយវ៉ាងលីនគេក៏បានមកដល់ទីកន្លែងនេះផងដែរប្រើប្រាស់កម្លាំងវិជាពិនិត្យមើលឃើញថានៅខាងមុខគឺមានកំពូលភ្នំរូបរាងក្បាលខ្លាអញ្ចឹងគេក៏បានរកឃើញហើយនៅបានចូលទៅបើកទ្វារបុរាណពិនិត្យមើលនៅខាងក្នុងនៅវិទ្យាស៊ីលីកូវាបាននិយាយថាហាមើលទៅលោកម្ចាស់មកទីនេះគឺមិនទទួលបានអ្វីទេទ្រព្យសម្បត្តិមានតម្លៃទាំងអស់ក៏ត្រូវបានមនុស្សយកទៅអស់ហើយម្ល៉េះវ៉ាងលីនគេក៏បានប្រើកម្លាំងទេពភាពពិនិត្យមើលប្រមាណកន្លែងយល់ទៅគឺគ្មានអ្វីដែលត្រូវបានបន្សល់ទុកនៅទីកន្លែងនេះទេហើយរំពេញនៅផ្លូវវិជាមាសវាក៏បានបញ្ចេញសកម្មភាពលើចេញឡើងនៅអសរមាសជាច្រើនបកកាច់ចិញ្ចៀតដុំភ្លើងវិជាមនុស្សអមតៈបុរាណកាលដែលគាត់ក៏បានជាតតឹងជាមួយនឹងស្នាដៃហើយដែលបានរក្សាទុកនៅក្នុងបន្ទប់ថ្មទី10នេះឯងវ៉ាងលីនបានលើកថាបន្ទប់ទី10អញ្ចឹងក៏មានការងើបឆ្ងល់ផងដែរជាក់ស្ដែងបន្ទប់នៅទីនេះគឺមានតែ9តែប៉ុណ្ណោះហើយទៅវិញបានជាគាត់និយាយថាមានបន្ទប់ទី10មនុស្សអមតៈម្នាក់ហ្នឹងគាត់បានជាតតឹងជាមួយនឹងស្នាដៃរបស់គាត់ដែលបានបង្កើតនិងធ្វើវាឡើងយល់ទៅវាពិតជាគួរសោកស្ដាយប្រសិនបើគាត់មិនបានប្រើប្រាស់ឬមួយក៏គ្មានមនុស្សទទួលបានវាដែលគាត់ក៏បានបញ្ចេញកម្លាំងធ្វើអសរមាសទាំងអស់ហ្នឹងប៉ាំងទៅបុកជាមួយនឹងជញ្ជាំងភ្លាមទីកន្លែងហ្នឹងក៏បានធ្លាក់ចូលក្រាមមកដល់បន្ទប់ទី10ដែលគាត់បាននិយាយនឹងឯងផ្លំវិជាដៃវាក៏បានហៅចូលទៅបើកខ្លាំងទ្វារនៅខាងមុខវ៉ាងលីនគេក៏បានពិនិត្យឃើញថានៅខាងក្នុងគឺគ្មានច្បាប់នៃការហាមឃាត់អ្វីទេហើយម្ចាស់ទៀតក៏មានកាហ្វជប៉ានៅចំពោះមុខវាគឺជារទេសសេសទិភាពដែលមនុស្សអមតៈបាននិយាយមិញនេះឯងរួមទៅរូបដែលបានធ្វើពីរទេសសេសហ្នឹងវាក៏ដូចជាសត្វទេវកថាហើយវាពិតជារស់រវើកណាស់ដូចជាមានជីវិតអញ្ចឹងដែរនៅពេលដែលវ៉ាលីនឈិនជើងដើរទៅមុខបានមកជំហានមានណាត់ដុំភ្លើងវិជាសត្វទេវកថាចេញពីរទេសសេសទិភាពវាក៏បានលុចចេញមកក៏រៀមទៅកាន់វ៉ាងលីនហើយសម្ពាធកម្លាំងថាពលរបស់វាពិតជាខ្លាំងចំណែកក្តីពួកវាគឺមិនអាចធ្វើអ្វីបានទេដោយសារតែមានចង្វាក់ទិភាពចាប់ចងវាជាប់វ៉ាលីនក៏បានសម្រាប់ខ្លួនហោះឡើងមកខាងលើនៅបានគិតទៅជាមួយ
ជាមួយនឹងកម្លាំងធម្មពលច្បាប់នៃការគាត់ដែលគេបានដោះស្រាយនៅលើភ្នំច្បាប់នៃការគាត់ការពលឹកមុនទទួលបានបទពិសោធន៍ជាច្រើនអញ្ចឹងចំពោះបញ្ហាទាំងអស់នេះគឺគ្មានអ្វីដែលពិបាកទេវ៉ាងលីនគេក៏បានបញ្ចេញកម្លាំងច្បាប់នៃការគាត់ជាច្រើននិងបានជាយាមតែងសាច់ច្បាប់ទិវាភាពចាប់ពីយកសតិវិកថាជួយនៅក្នុងក្បួននៃការបង្កើតច្បាប់នៃការគាត់វិញទៅអញ្ចឹងវ៉ាងលីនក៏បានជ្រើសរើសទេសហ្នឹងយកទៅទុកទៅចំណែកយកទេសមួយទៀតក៏ដូចគ្នាផងដែរគិតថានៅក្នុងការធ្វើដំណើរលើកនេះគេទទួលបានទ្រព្យសម្បត្តិមានតម្លៃជាច្រើនក៏ប៉ុន្តែស្របពេលដំណើរគ្នាក៏មានហានិភ័យខ្ពស់ផងដែរប្រសិនបើប្រុងប្រយ័ត្នធ្វើបែបមិនតិចប្រកបជានឹងត្រូវបានអាសាបងបាត់បង់ជីវិតជាមិនខានហើយចំណែកវ៉ាងលីនគេបានប្រើប្រាស់ថ្មវិញ្ញាណកម្ពុជាដំណើរការក្បួននៃការបង្កើត teleport គិតទៅដល់ថានៅពេលដែលខ្ញុំបានឈានទៅដល់កម្រិតទី6ហើយប្រកាន់ណាស់នឹងជួយរាជបង្សស៊ីសណាន់ភ្ញាក់ដឹងខ្លួនវិញជាពិសេសមនុស្សដែលគេស្រឡាញ់ផងដែរគឺជាលីម៉ូវ៉ាន់ដែលលីម៉ូវ៉ាន់គឺជាមនុស្សម្នាក់តែងតែខ្វាយខ្វល់ពីខ្លួនគេវ៉ាងលីននៅពេលនេះពិជានៅរលឹកទៅកាន់លីម៉ូវ៉ាន់កន្លងណាក៏បានចេញតាមរយៈក្បួននៃការបង្កើត teleport ទៅទីកន្លែងមួយទៀតទៅដូច្នេះគឺយើងកាត់មើលទីកន្លែងតំបន់ត្រជាអានេះវិញគឺជាបានឃើញថាមនុស្សដែលស្ថិតនៅកុសបនត្រូម្នាក់នេះគឺកំពុងតែអង្គុយរងចាំគិតថាទីបំផុតគឺបានមកដល់ហើយដែលម្នាក់នោះក៏បានមកដល់គឺជាមេបាក្រហមនឹងឯងមេបាក្រហមនឹងបានដល់ចូលទៅពពេញទៅដល់ចំាច់ថាពលវិជាតកកជុំវិញបរិវេណនេះទាំងមូលមនុស្សស្ថិតនៅកុសបនត្រូគឺងឹបឈរឡើងឋានរីក្លាហានហុងឌីដែលជាមេបាក្រហមខ្ញុំក៏បានរងចាំនៅរីក្លាហានជាយូរណាស់មកហើយមេបាក្រហមនេះបាននិយាយតាំងទឹកមុខមិត្តមមថាប្រសិនបើរឿងបញ្ហាដែលលោកបាននិយាយការពីលើកមុនគឺវាខុសដែលស្រឡះនោះអញ្ចឹងខ្ញុំគឺមិនបញ្ចប់រឿងនេះដោយងាយៗទេលោកប្រកាសជានឹងទទួលខុសត្រូវមនុស្សស្ថិតនៅកុសបនត្រូនិយាយផងដែរនៅរីក្លាហានមេបាក្រហមមិនបាច់បារម្ភទេថានេះដែរគឺជាវត្ថុដែលបានបន្សល់ទុកពីរៀនច្បងដ៏អស្ចារ្យស្ថិតនៅកុសបនខ្លាក្រហមរបស់ខ្ញុំហើយប្រកាសណាស់គឺមិនបានพูดខកទេនឹងបានបោះផ្លាស់វិជាផ្ទុកឲ្យមេបាក្រហមពិនិត្យមើលមេបាក្រហមនេះគឺបាច់ជប់តអ្វីទេនេះគឺសូចចិត្តចូលរួមហើយតាក់ទងជាមួយនឹងទ្រព្យសម្បត្តិដែលទទួលបាននេះគឺចង់បាននៅក្តារមឈូសត្បូងហើយវាផ្សេងទៀតនេះគឺមិនចង់បានទេតែបើដូចចង់គឺធ្វើឲ្យមនុស្សគួរស្ពនត្រូគឺពិតជាភ្ជាប់អាគិតក្នុងចិត្តថាមនុស្សស្រីម្នាក់នេះពិតជាមានអំណួតខ្លាំងណាស់ហើយគេក៏បាននិយាយថាមិនអីទេមេបាក្រហមខ្ញុំគឺសូចចិត្តចូលព្រមប៉ុន្តែបើនិយាយតាក់ទងជាមួយនឹងការបែងចែកទ្រព្យសម្បត្តិខ្ញុំក៏បានសូមអញ្ជើញមនុស្សម្នាក់ទៀតមកចូលរួមផងដែរហើយបន្តមកពួកយើងទាំង3គួរណាតែពិភាក្សាគ្នាទៅដែលបានលើចឹងក៏ធ្វើមេបាក្រហមនេះក៏មានការងើបឆ្ងល់ភ្ជាប់អាផងដែរតែមនុស្សម្នាក់នោះគឺជានរណាគេដែលត្រូវបានអញ្ជើញមកមនុស្សគូសពនត្រូនៅជាថាម្នាក់នោះក៏មានឈ្មោះថាសឹងនីវសមត្ថភាពរបស់គេពិតជាខ្លាំងអស្ចារ្យមិនចាញ់ពួកយើងទាំងពីរឡើយដូច្នេះព្រាមក្បួននៃការបង្កើត teleport វាក៏បានដំណើរការវ៉ាលីនគេក៏បានមកដល់ផងដែរដែលបានឃើញចឹងពិតជាភ្ជាប់ហានោះគឺជាឯងមេបាក្រហមនេះក៏បានប្រាប់ប្រាក់កម្លាំងវាយទៅកាន់វ៉ាងលីនតែម្ដងហើយចឹងចំពោះសាច់រឿងរបស់យើងនៅពេលទី67ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរអញ្ចឹងគឺយើងនឹងជួបគ្នាជាមួយនឹងពេលថ្មីជាបន្តទៀតអរគុណច្រើន